សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ពិភពនៃប្រលឹងយោខាយនៃប្រទេសជប៉ុនដ៏គួរឲ្យខ្លាចថ្ងៃនេះយើងនឹងនិយាយអំពីសត្វអាថ៌កំបាំងមួយប្រភេទដែលមិនចាំបាច់មានរូបរាងធំសម្បើមនោះទេប៉ុន្តែវានៅតែធ្វើឲ្យយើងមានភាពភ័យខ្លាចរន្ធត់ដល់សប្តាហ៍ថ្ងៃតើអ្នកធ្លាប់មានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលអ្នកពីគ្រប់ទិសដែរឬទេថ្ងៃនេះយើងទៅស្គាល់សត្វមួយប្រភេទដែលបង្កឲ្យមានអារម្មណ៍មួយនេះវាមានឈ្មោះថា Mokumokuren អ្វីទៅជា Mokumokuren វាគឺជាប្រលឹងឬសត្វយោខាយមួយប្រភេទដែលមានវត្តមាននៅក្នុងរឿងព្រេងនិទានរបស់ប្រទេសជប៉ុនអ្វីដែលជាពិសេសបំផុតនោះគឺវាមិនរស់នៅក្នុងព្រៃជ្រៅឬជាសត្វចម្លែកដែលរស់នៅក្នុងសមុទ្រជ្រៅនោះទេវាលាក់ខ្លួននៅក្នុងផ្ទះមនុស្សទៅវិញទីតាំងដែលវាចូលចិត្តនៅបំផុតគឺផ្ទះជញ្ជាំងឬទ្វារដែលធ្វើអំពីក្រដាសរបស់ប្រទេសជប៉ុនវាចូលចិត្តផ្ទាំងជញ្ជាំងឬទ្វារក្រដាសដែលមានប្រហោងរហែកឬក៏ខូចខាតឈ្មោះថា Mokumokuren ប្រសិនបើយើងបកប្រែតាមត្រង់ទៅវាមានន័យថាភ្នែកច្រើនឬភ្នែកបន្តបន្ទាប់នេះបានឆ្លុះបញ្ចាំងថាឈ្មោះរបស់វាបង្ហាញអំពីលក្ខណៈរបស់វាគឺជាសត្វចម្លែកដែលមានភ្នែករាប់សិបរយហើយដែលបានចេញអំពីប្រហោងរហែកនៃជញ្ជាំងហើយសម្លឹងមើលអ្នកយ៉ាងព្រឺព្រួច Mokumokuren ត្រូវបានជនជាតិជប៉ុនចាត់ទុកថាជាម្ចាស់ផ្ទះប្រពៃណីមួយរូបដែលរស់នៅក្នុងផ្ទះខ្មោចឬផ្ទះដែលបានបោះបង់ចោលមានរឿងព្រេងនិទានមួយថាមានឈ្មួញម្នាក់ដែលបានធ្វើដំណើរយ៉ាងវែងឆ្ងាយហើយគាត់មានអត្តចរិតកំណាញ់ព្យាយាមសន្សំលុយដោយគ្រប់បែបយ៉ាងរហូតទៅដល់មិនហ៊ានដេកនៅក្នុងផ្ទះសំណាក់នោះឡើយបែរទៅជាដេកនៅក្នុងផ្ទះដែលបានបោះបង់ចោលទៅវិញភ្ញាក់ពីដំណេកនៅពាក់កណ្ដាលយប់គាត់ក៏មើលឃើញផ្ទាំងទ្វារបន្ទប់មួយពោពេញទៅដោយភ្នែកសម្លឹងមើលគាត់អ្នកធ្វើដំណើរម្នាក់ទៀតបានតាំងចិត្តថានឹងស្នាក់នៅក្នុងផ្ទះណាដែលមានបិសាច Mokumokuren ដោយព្យាយាមធ្វើមិនឃើញវានៅពេលដែលគាត់ភ្ញាក់មកគាត់បានរកឃើញថាក្របភ្នែករបស់គាត់ត្រូវបានបាត់ទៅប្រហែលជាបិសាច Mokumokuren ត្រូវបានដកចេញទៅតាមជំនឿដើម្បីកម្ចាត់បិសាច Mokumokuren ដែលជាវិញ្ញាណអំពីជំនឿបុរាណរបស់ប្រទេសជប៉ុនអ្នកត្រូវជួសជុលប្រហោងណាដែលមាននៅទ្វារក្រដាសឬតាមជញ្ជាំងរបស់វាតាមរឿងព្រេងការជួសជុលការខូចខាតគឺជាពិធីតែមួយគត់ដើម្បីឲ្យភ្នែកទាំងនោះបាត់ទៅវិញហើយបណ្ដេញវិញ្ញាណនេះចេញពីតំបន់លងបន្លាច Mokumokuren ជាតួអង្គបិសាចដ៏គួរឲ្យចាប់អារម្មណ៍ហើយប្រសិនបើយើងសិក្សាឲ្យកាន់តែច្បាស់ទៅវាមានអត្ថន័យនិមិត្តសញ្ញាជាច្រើនទី1និមិត្តសញ្ញានៃការធ្វេសប្រហែសនិងភាពខ្ជិលច្រអូស Mokumokuren គេតែនិយាយថាវាលេចឡើងនៅទ្វារក្រដាសដែលបានរហែកហើយមិនបានទទួលការជួសជុលនេះតំណាងឲ្យភាពធ្វេសប្រហែសរបស់ម្ចាស់ផ្ទះដែលបណ្ដាលឲ្យផ្ទះសម្បែងរបស់ខ្លួនខូចខាតហើយមិនព្រមជួសជុលនិមិត្តរូបមួយនេះបង្រៀនមនុស្សថាភាពខ្ជិលច្រអូសនិងការមិនថែទាំដល់សម្បត្តិផ្ទាល់ខ្លួនអាចបង្កឲ្យមានបញ្ហាដែលយើងមើលមិនឃើញជាព្រលឹងវិញ្ញាណអាក្រក់លេចឡើងក្នុងជីវិតការបិទរន្ធប្រហោងជានិមិត្តរូបនៃការដោះស្រាយបញ្ហាតាំងពីតូចៗមុននឹងវាក្លាយជាបញ្ហាធំនិមិត្តរូបធំទី2វាគឺជានិមិត្តសញ្ញានៃការសម្លឹងមើលនិងការវិនិច្ឆ័យភ្នែករាប់រយគូដែលដុះចេញមកពីជញ្ជាំងតំណាងឲ្យការសម្លឹងមើលឬការវិនិច្ឆ័យឥតឈប់ឈរវានាំឲ្យមានអារម្មណ៍ថាអ្នកកំពុងស្ថិតនៅក្រោមការសម្លឹងមើលការខ្លោបមើលគ្រប់ពេលវេលាក្នុងន័យមួយទៀតភ្នែកទាំងនេះអាចតំណាងឲ្យអាថ៌កំបាំងដែលលាក់ខ្លួនក្នុងផ្ទះចាស់ៗឬរឿងរ៉ាវអតីតកាលដែលនៅតែសម្លឹងមើលមកកាន់ពេលបច្ចុប្បន្នកាលនិមិត្តសញ្ញាទី3គឺជានិមិត្តសញ្ញានៃការបាត់បង់ការមើលឃើញក្នុងរឿងព្រេង Mokumokuren បានដកភ្នែករបស់អ្នកដំណើរដែលហ៊ានគេងក្នុងផ្ទះរបស់វានេះជានិមិត្តរូបនៃការបាត់បង់ការយល់ដឹងឬការបាត់បង់ការទទួលខុសត្រូវការធ្វេសប្រហែសចំពោះផ្ទះសម្បែងអាចនាំឲ្យអ្នកបាត់បង់នៃការមើលឃើញឬការយល់ដឹងក្នុងជីវិតសម្រាប់បុគ្គលណាដែលមិនមានជំនឿលើព្រលឹងឬព្រាយបិសាចក៏គេអាចបកស្រាយបាតុភូតបិសាចនេះអាចថាជាបាតុភូតផ្លូវចិត្តឬធម្មជាតិប៉ុណ្ណោះ Mokumokuren អាចលេចឡើងក្នុងផ្ទះបោះបង់ចោលឬនៅក្នុងភាពភពងងឹតនៅពេលដែលមនុស្សមានភាពភ័យខ្លាចខួរក្បាលនិងបង្កើតរូបភាពណាដែលអាចចេញមកពីវត្ថុធម្មតា
ប្រហោងរហែតូចៗនៅលើផ្ទះក្រដាសនៅពេលដែលមានពន្លឺព្រះច័ន្ទឬពន្លឺខ្យល់កក្រឹកខ្លាំងអាចធ្វើឲ្យខួរក្បាលរបស់យើងគិតថាមានភ្នែកជាច្រើនកំពុងសម្លឹងមើលលើសពីនេះនៅក្នុងផ្ទះដែលមិនមានសុវត្ថិភាពក៏មានភាពតានតឹងមនុស្សងាយនឹងយល់សប្តិយល់ឃើញអ្វីដែលមិនមែនជាការពិតលើសពីនេះនៅពេលដែលគេភ្ញាក់មកភ្លាមគេអាចនឹងឃើញរូបភាពចម្លែកជាច្រើនដូចជាភ្នែកជាច្រើនកំពុងសម្លឹងមើលគេជាទូទៅMokumokuren ត្រូវបានគេជឿថាគឺជាការបង្កើតឡើងនៃវិចិត្រករម្នាក់ដែលមានឈ្មោះថា Toriyama Sekiren ដែលជាអ្នកបង្កើតយោខាជាច្រើនវាត្រូវបានបកស្រាយថាគឺជាការរិះគន់បែបលេងសើចទៅលើភាពខ្ជិលច្រអូសរបស់មនុស្សក្នុងសង្គមនាសម័យនោះវាគ្រាន់តែជាការច្នៃប្រឌិតអក្សរសាស្ត្រដែលធ្វើឲ្យរឿងនិទានខ្មោចកាន់តែសម្បូរបែបនិងគួរឲ្យចាប់អារម្មណ៍សរុបសេចក្តីមកនៅក្នុងន័យសង្គមMokumokuren មិនថាជាបិសាចមានការពិតឬក៏ជាឧបករណ៍នៃការប្រឌិតវាសុទ្ធតែមានអត្ថន័យនៅក្នុងសង្គមជនជាតិជប៉ុនដែលជាពិធីសាស្ត្រមួយអាចជំរុញឲ្យមនុស្សជួសជុលផ្ទះហើយវាក៏ជាការព្រមានពីគ្រោះថ្នាក់សុខភាពដែលអាចកើតចេញមកពីការរស់នៅក្នុងបរិស្ថានមិនស្អាតឬផ្ទះដែលខូចខាតច្រើនដូច្នេះសម្រាប់អ្នកជឿវាជារូបភាពនៃវិញ្ញាណដែលរងចាំឱកាសចូលចិត្តចូលមកក្នុងជីវិតរបស់មនុស្សប៉ុន្តែសម្រាប់អ្នកបញ្ជឿទៅលើរឿងអរូបីវាក៏បង្រៀនយើងអំពីមេរៀនជាក់ស្ដែងនៃជីវិតផងដែរតើអ្នកគិតថា Mokumokuren គឺជាបិសាចឬគ្រាន់តែជាការរំលឹកប៉ុណ្ណោះសូមជួយចែករំលែកមតិយោបល់របស់លោកអ្នកនៅក្នុងខាងក្រោមវីដេអូមួយនេះហើយសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ